សេចក្តីប្រកាសព័ត៌មានបទបង្ហាញស្តីពីការផ្ទុះឡើងនៅការវាយប្រហារដោយប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025លោកជំទាវអៀតសោភារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំការធ្វើបទបង្ហាញស្តីពីការផ្ទុះឡើងនៅការវាយប្រហារដោយអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជូនដល់ប្រធាននិងតំណាងបេសកកម្មការទូតចំនួន33ប្រទេសនិងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេសនិងសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចូលរួមស្ដាប់បទបង្ហាញនេះតាមប្រព័ន្ធវីដេអូផងដែរលោកជំទាវរដ្ឋលេខាធិការប្រចាំការអៀតសោភាបានរំលឹកឡើងវិញនៅការវិវត្តនៃព្រឹត្តិការណ៍មុនឈានដល់ការបើកការវាយលុករបស់ថៃមកលើកម្ពុជានៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ជាពិសេសការផ្ទុះមីនកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ខណៈដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភបំពានការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025និងការលែងទទួលស្គាល់សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ដោយប្រទេសថៃដោយផ្អែកលើការចោទប្រកាន់មកលើកម្ពុជាអំពីបញ្ហាគ្រាប់មីនថ្មីដែលគ្មានមូលដ្ឋានលោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្កោលទោសការវាយប្រហាររបស់ថៃដោយប្រើអាវុធធុនធ្ងន់រួមមានរថក្រោះកាំភ្លើងធំកាំភ្លើងត្បាល់យន្តហោះចម្បាំងនិងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើនដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសមួយចំនួនព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងសម្បត្តិបេតិកភណ្ឌជាតិដែលត្រូវបានការពារយ៉ាងដំណំលោកជំទាវបានច្រានចោលនៅការអះអាងបំភាន់ថាកម្ពុជាបានឈ្លានពានប្រទេសថៃនិងបានផ្ដើមការវាយប្រហារដោយបានគូបញ្ជាក់ថាការវាយលុកថ្មីមកលើកម្ពុជាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ាននិងស្មារតីនៃសហគមន៍អាស៊ានលោកជំទាវបានលើកឡើងអំពីការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃក្នុងការកំណត់ព្រំដែនដែលធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពសំខាន់នៃការងារបោះបង្គោលព្រំដែនលេខ52ដល់59និង42ដល់47ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃលោកជំទាវរដ្ឋលេខាធិការប្រចាំការអៀតសោភាបានគូបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងស្មោះស្ម័គ្ររបស់កម្ពុជាចំពោះបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរលោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាដៃគូទាំងអស់ដែលបានអំពាវនាវឲ្យមានការអត់ធ្មត់និងការបដិញ្ញាចិត្តពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងការដោះស្រាយជម្លោះដោយសន្តិវិធីលោកជំទាវបានសម្ដែងនូវក្តីសង្ឃឹមថាប្រទេសថៃនឹងធ្វើសកម្មភាពស្របតាមការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពនិងការគោរពច្បាប់អន្តរជាតិឯកឧត្តមសេនីយ៍ឯករតនារារដ្ឋលេខាធិការក្រសួងការពារជាតិបានធ្វើបទបង្ហាញអំពីអង្គហេតុនៃការវាយលុកកាន់តែខ្លាំងរបស់យោធាថៃនៅតំបន់ជាច្រើនក្នុងខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងនិងពោធិ៍សាត់ព្រមទាំងស្ថានភាពជាក់ស្ដែងដែលកំពុងកើតឡើងថ្ងៃអង្គារ4រោចខែមិគសេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ភ្នំពេញថ្ងៃទី9ខែធ្នូឆ្នាំ2025